អាដាមហ៊ុនម៉ាណិតអញ្ជើញបញ្ចុះខណ្ឌសីមានិងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តអិនមនីវ័នហៅវត្តស្រែអំពៅនៅស្រុកស្ទឹងត្រង់អាដាមហ៊ុនម៉ាណិតអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិនិងជាមេបញ្ជាការរងកងទ័ពជើងគោកតំណាងដល់ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី27ខែមេសាឆ្នាំ2025នេះលោកបានអញ្ជើញបញ្ចុះខណ្ឌសីមានិងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តអិនមនីវ័នហៅវត្តស្រែអំពៅស្ថិតក្នុងឃុំទួលសម្បួរស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមថ្លែងក្នុងឱកាសនោះអាដាមហ៊ុនម៉ាណិតលោកបានមានប្រសាសន៍ថាការរីកចម្រើនទៅលើវិស័យសាសនានេះគឺជាប្រជាពលរដ្ឋយើងទទួលបានផលទាំងអស់គ្នាជាពិសេសគឺវត្តស្រែអំពៅនេះទើបតែកកើតឡើងរយៈពេល5ឆ្នាំតែប៉ុណ្ណោះប៉ុន្តែប្រសិនបើយើងមើលអំពីការរីកចម្រើនឃើញថាមានច្រើនជាមួយគ្នានោះអាដាមហ៊ុនម៉ាណិតលោកក៏បានយកឱកាសនោះធ្វើការវាយតម្លៃនិងកោតសរសើរដល់ព្រះចៅអធិការវត្តក៏ដូចជាគណៈកម្មការអាចារ្យវត្តបានខិតខំប្រឹងប្រែងដើម្បីជំរុញការអភិវឌ្ឍនៅក្នុងវត្តស្រែអំពៅនេះដែលសមិទ្ធផលទាំងអស់នេះមិនមែនប្រយោជន៍សម្រាប់តែព្រះសង្ឃនៅក្នុងវត្តប៉ុណ្ណោះទេប៉ុន្តែជាសមិទ្ធផលដែលប្រជាពលរដ្ឋយើងភូមិទួលសម្បួរនេះតែម្ដងដែលជាទីតាំងមួយសម្រាប់ឲ្យប្រជាពលរដ្ឋជាពុទ្ធបរិស័ទធ្វើបុណ្យដាក់ទានសន្សំកុសលនិងទទួលបានសន្តិភាពផ្លូវចិត្តផងដែរក្នុងឱកាសនោះអាដាមអ៊ុនចិនដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមលោកបានថ្លែងថាស្រុកស្ទឹងត្រង់ទទួលបានការអភិវឌ្ឍនិងរីកចម្រើនគួរឲ្យកត់សម្គាល់និងទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រជាចំណងដៃជូនប្រជាពលរដ្ឋក្នុងស្រុកស្ទឹងត្រង់រួមមានស្ពានមិត្តភាពកម្ពុជាចិនស្ទឹងត្រង់ក្រូចឆ្មាផ្លូវជាតិលេខ 71C រួមនឹងសមិទ្ធផលនានានិងការរីកចម្រើនទាំងផ្នែកអាណាចក្រនិងពុទ្ធចក្រពិតជាសបញ្ជាក់យ៉ាងច្បាស់ថាសុខសន្តិភាពនិងសុខដុមរមណីយកម្មសាសនានៅកម្ពុជាជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិយើងទាំងមូល